ក្នុងករណីខ្លះយឺតតែ1នាទីក៏អាចធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតអ្នកជំងឺបានដែរករណីដែលជាករណីសង្គ្រោះបន្ទាន់គឺករណីដែលអ្នកជំងឺនឹងមានគ្រោះថ្នាក់អាចមានគ្រោះថ្នាក់ដល់អាយុជីវិតដែលយើងត្រូវការរយៈពេលខ្លីបំផុតធ្វើម៉េចដើម្បីសង្គ្រោះអាយុជីវិតអ្នកជំងឺឲ្យគេចផុតពីគ្រោះថ្នាក់ចាជាញឹកញាប់ករណីសង្គ្រោះបន្ទាន់ដែលយើងជួបប្រទះមានដូចជាកុមារប្រកាច់ដោយសារការក្តៅខ្លួនឬក៏ប្រកាច់ដោយសារជំងឺស្កន់ឬយើងហៅថាជំងឺឈួតជ្រូកហើយករណីផ្សេងទៀតមានដូចជាគ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ធ្លាក់ពីលើដើមឈើឬទីខ្ពស់ហើយនឹងការរលាកភ្លើងឬរលាកផ្ទុះហ្គាសផ្ទុះសាំងអីចឹងដែលធ្វើឲ្យក្មេងរលាកពេញរាងកាយហើយមួយទៀតគឺករណីលង់ទឹកដែលយើងច្រើនឃើញនៅពេលរដូវភ្លៀងធ្លាក់ឬក៏រដូវទឹកឡើងអញ្ចឹងករណីដែលយើងតែងជួបប្រទះថាកុមារងាយនឹងបាត់បង់អាយុជីវិតឬក៏យើងពិបាកសង្គ្រោះមកវិញគឺករណីលង់ទឹកដោយសារករណីលង់ទឹកភាគច្រើនគឺក្មេងបានលង់ទឹករយៈពេលយូរហើយបានអ្នកឪពុកម្ដាយឬអាណាព្យាបាលហ្នឹងទើបបានគាត់ដឹងថាក្មេងហ្នឹងលង់ទឹកហើយនៅពេលដែលស្រង់ភ្លាមគឺការសង្គ្រោះបឋមហ្នឹងគឺមានកម្រិតឬអ្នកខ្លះគាត់អត់ចេះសង្គ្រោះបឋមទេប្រជាជនយើងអញ្ចឹងហើយការយកមកមន្ទីរពេទ្យហ្នឹងគឺយឺតពេលមែនទែនចាអញ្ចឹងការសង្គ្រោះអាយុជីវិតអ្នកជំងឺនៅបន្ទប់សង្គ្រោះបន្ទាន់ហ្នឹងគឺយើងមានរយៈពេលខ្លីបំផុតអញ្ចឹងយើងត្រូវគ្រូពេទ្យហើយនឹងនឺសឬក៏អ្នកក្រុមការងារនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ហ្នឹងត្រូវកំណត់មើលដូចថាយើងវិតម្លៃថាតើបញ្ហាអីជាបញ្ហាចម្បងដែលធ្វើអ្នកជំងឺមកក្នុងស្ថានភាពណាមួយឧទាហរណ៍គាត់មកក្នុងស្ថានភាពស្លាប់ឬក៏គាំងបេះដូងអញ្ចឹងយើងត្រូវពិនិត្យមើលហើយយើងនឹងវិតម្លៃបើសិនជាគាំងបេះដូងយើងត្រូវសង្គ្រោះបេះដូងមុនប៉ុន្តែយើងមានលំដាប់លំដោយរបស់យើងដែរគឺទី1យើងមើលសង្គ្រោះផ្លូវដង្ហើមទី2ការដកដង្ហើមរបស់គាត់ទី3តាក់ទងនឹងច្រវាក់បេះដូងឬក៏របត់ឈាមដែលយើងតែងចាប់ជីបចរឬស្ទាបច្រវាក់បេះដូងហ្នឹងចាតោះមកយើងវិតម្លៃដឹងស្ថានភាពធ្ងន់ធ្ងរមួយមើលហើយយើងធ្វើការព្យាបាលឬក៏ការផ្ដល់ការសង្គ្រោះហ្នឹងតាមលំដាប់លំដោយហ្នឹងចាការព្យាបាលហ្នឹងគឺអត់ឲ្យមានការរំខានពីអីទាំងអស់និយាយទៅយើងត្រូវមានចិត្តនឹងណូមែនតើហើយអារម្មណ៍มันអាចយល់យកតាមស្ថានភាពជាក់ស្ដែងអញ្ចឹងទៅយើងត្រូវតែគិតដល់ថាយើងត្រូវតែសង្គ្រោះអាយុជីវិតអ្នកជំងឺបានអញ្ចឹងយើងត្រូវធ្វើឲ្យត្រឹមត្រូវតាមបច្ចេកទេសរបស់យើងបន្ទាប់ពីធ្វើការជួយសង្គ្រោះដល់អាយុជីវិតរបស់អ្នកជំងឺរួចមកក្រុមគិលានុបដ្ឋាយការនឹងធ្វើការថែទាំបន្តនិងតាមដានសញ្ញាជីវិតនិងស្ថានភាពប្រែប្រួលរបស់អ្នកជំងឺបន្តនៅបន្ទប់សម្រាប់ជំងឺធ្ងន់ក្នុងនាមខ្ញុំជាគ្រូពេទ្យម្នាក់ខ្ញុំពិតជាសប្បាយចិត្តដែលបានជួយសង្គ្រោះអ្នកជំងឺនិងថែទាំពួកគាត់ឲ្យបានធូរស្បើយពីជំងឺនិងប្រកបទៅដោយស្នាមញញឹមត្រឡប់ទៅផ្ទះវិញចាអញ្ចឹងក្នុងនាមជាគ្រូពេទ្យកុមារម្នាក់ខ្ញុំសូមសំណូមពរដល់អាណាព្យាបាលទាំងអស់បង្កើនការយកចិត្តទុកដាក់ចំពោះកុមារជាពិសេសកុមារតូចៗដែលគាត់ពឹងផ្អែកលើយើងទាំងស្រុងដែលយើងជាមនុស្សចាស់នឹងអាចមើលថែគាត់បានទី2អាណាព្យាបាលគ្រប់រូបគួរតែចេះធ្វើវិធីសង្គ្រោះបឋមខ្លះៗដើម្បីជួយពេលមានបញ្ហាអីមួយហើយនឹងទី3គួរតែប្រញាប់យកកូនមកដល់មន្ទីរពេទ្យជាពិសេសមន្ទីរពេទ្យដែលនៅជិតអ្នកបំផុតទោះបីកុមារទាំងអស់ស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយពួកយើងនឹងជួយសង្គ្រោះអាយុជីវិតពួកគាត់ឲ្យអស់ពីលទ្ធភាពនិងថែទាំពួកគេឲ្យបានជាសះស្បើយឡើងវិញដោយមិនមែនត្រឹមតែចាត់ទុកពួកគាត់ជាអ្នកជំងឺប៉ុណ្ណោះទេប៉ុន្តែថែទាំពួកគេឲ្យដូចជាកូនរបស់ពួកយើងខ្ញុំផងដែរ